ជំរាបសួរទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានជួបជាមួយនឹងខ្ញុំសៀវហ្វុងដែលនេះគឺជាកម្មវិធីថ្មីមួយនៅក្នុងកម្មវិធី NUTV ផងដែរចា៎ហើយបង្កើតឡើងក្នុងគោលបំណងក្នុងការចែករំលែកចំណេះដឹងទៅកាន់បងប្អូនយុវជនយុវនារីជាពិសេសគឺបងប្អូនយុវនារីដែលជាបញ្ហាដែលតាក់ទងទៅនឹងប្រភេទស្បែករបស់យើងផងដែរចា៎ហើយក្នុងថ្ងៃនេះប្រធានបទនៃខ្ញុំគឺជាប្រធានបទ oily skin តើអីទៅគឺជា oily skin oily skin គឺជាប្រភេទស្បែកមុខម្យ៉ាងដែលមានការផលិតប្រេងក៏ដូចជាខ្លាញ់នៅលើស្បែកមុខច្រើនហើយគឺយើងអាចមើលឃើញនៅរន្ធញើសធំយ៉ាងច្រើនដែលវាបង្កើតបានទៅជាការស្ទះនៅរន្ធញើសដែលធ្វើឲ្យវាមានការផលិតប្រេងយ៉ាងច្រើនហើយជាពិសេសគឺតំបន់ដែលមានការផលិតប្រេងច្រើនគឺនៅតំបន់ T-zone តើអ្នកទាំងអស់គ្នាដឹងអត់ថាមូលហេតុអ្វីបានយើងដឹងថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានប្រភេទស្បែកមុខ oily skin អ្នកទាំងអស់គ្នាអាចដឹងថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានប្រភេទស្បែកមុខ oily skin ទៅតាមការសង្កេតមើលខ្លះៗរបស់អ្នកទាំងអស់គ្នាគឺទី1អ្នកទាំងអស់គ្នាអាចសម្គាល់មើលទៅលើស្បែកមុខរបស់អ្នកទាំងអស់គ្នាគឺមានការភ្លឺរលោងយ៉ាងច្រើនខុសពីធម្មតាទី2អ្នកទាំងអស់គ្នាអាចមើលទៅលើផ្នែកខ្លះៗនៃផ្ទៃមុខដូចជានៅតំបន់ T-zone តំបន់ T-zone គឺមាន3ផ្នែកនៅទីនោះគឺទី1ថ្ងាសរបស់អ្នកទាំងអស់គ្នាទី2ផ្នែកច្រមុះទី3និងចង្កាតំបន់ទាំង3នេះគឺជាតំបន់ដែលមានការកកើតខ្លាញ់បានយ៉ាងច្រើនជាងតំបន់ផ្សេងៗនៅលើផ្ទៃមុខរបស់អ្នកទាំងអស់គ្នាមួយវិញទៀតអ្នកទាំងអស់គ្នាអាចដឹងថាប្រសិនបើអ្នកទាំងអស់គ្នាមានរន្ធញើសធំគឺអ្នកទាំងអស់គ្នាងាយនឹងការឡើងប្រេងមែនតើព្រោះអីថានៅពេលដែលស្បែកមុខរបស់យើងមានរន្ធញើសធំហើយវាអាចនឹងស្ទះរន្ធញើសក៏កើតបានទៅជាការផលិតប្រេងយ៉ាងច្រើនមកលើសលប់ផងដែរហើយកត្តាមួយទៀតគឺកត្តាដែលយើងឆាប់ងាយនឹងប្រឡាក់ធូលីដីជាធម្មតានៅពេលដែលយើងគឺជាមនុស្សដែលមានប្រភេទស្បែកមុខប្រេងបែបហ្នឹងនៅពេលដែលយើងចេញទៅខាងក្រៅទៅជួបជាមួយនឹងបរិយាកាសខាងក្រៅក៏ដូចជាត្រូវនឹងខ្យល់ធូលីដីវាងាយនឹងមកប៉ះជាមួយនឹងស្បែកមុខរបស់យើងខ្លាំងមែនតើហើយកត្តាដែលសំខាន់មួយទៀតគឺកត្តាដែលបងយុវនារីអាចនឹងដឹងថាយើងគឺជាមនុស្សដែលមានប្រភេទស្បែកមុខខ្លាំងគឺជាកត្តា make up ជាធម្មតាសម្រាប់មនុស្សដែលមានស្បែកមុខធម្មតាគឺមិនងាយនឹងការរលាយ make up នោះទេប៉ុន្តែសម្រាប់មនុស្សដែលមានប្រភេទស្បែកមុខ oily skin វិញគឺងាយនឹងការរលាយ make up ខ្លាំងមែនទែនជាទូទៅនៅពេលដែលយើង make up ខ្លាញ់ឬក៏ប្រេងដែលផលិតនៅលើស្បែកមុខរបស់យើងនឹងធ្វើការទៅរំលាយ make up របស់យើងបានយ៉ាងឆាប់រហ័សហើយតើហេតុអីបានជាយើងឆាប់ងាយនឹងការកកើតឡើងមានប្រេងខ្លាំងដែរជាទូទៅប្រភេទមនុស្សដែលមានស្បែកមុខ oily skin គឺជាប្រភេទដែលមានការផលិតខ្លាញ់បានយ៉ាងឆាប់រហ័សដែលភាគច្រើនគឺអាចមកពីកត្តាផ្សេងៗឬក៏កត្តាសំខាន់មួយចំនួនហើយកត្តាដែលសំខាន់គឺជាកត្តា gen សម្រាប់មនុស្សដែលមានស្បែកមុខខ្លាញ់វាអាចជាដំណពូជប្រសិនបើឪពុកម្ដាយរបស់អ្នកទាំងពីរគឺជាមនុស្សដែលមានប្រភេទស្បែកមុខខ្លាញ់វាទំនងតែយើងដែលកើតមកពីគាត់គឺជាមនុស្សដែលមានប្រភេទស្បែកមុខខ្លាញ់ដូចគ្នាផងដែរហើយកត្តាមួយទៀតគឺជាកត្តាអរម៉ូនពិតណាស់អរម៉ូនគឺជាកត្តាមួយនៅក្នុងការផលិតប្រេងដូចគ្នាការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងកំឡុងពេលពេញវ័យការមករដូវការមានផ្ទៃពោះឬក៏នៅពេលដែលយើងអស់រដូវក៏ជាកត្តាមួយដែលសំខាន់នៅក្នុងការផលិតប្រេងផងដែរហើយកត្តាមួយទៀតគឺជាកត្តារបបអាហារនិងរបៀបនៃការរស់នៅរបស់អ្នកទាំងអស់គ្នាអាហារមួយចំនួនជាពិសេសអាហារដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់និងទឹកដោះគោខ្ពស់អាចបង្កើននូវការផលិតខ្លាញ់នៅក្នុងស្បែកមុខមនុស្សមួយចំនួនផងដែរហើយការដែលយើងតានតឹងក៏ដូចជាគេងមិនលក់ក៏អាចជាកត្តាមួយនៅក្នុងការជះឥទ្ធិពលដល់ការផលិតប្រេងនៅលើផ្ទៃស្បែកមុខរបស់យើងផងដែរកត្តាមួយទៀតគឺជាកត្តាបរិស្ថានសម្រាប់អាកាសធាតុក្តៅនិងសើមក៏ជាកត្តាមួយក្នុងការជំរុញនៅក្រពេញប្រេងនៅលើផ្ទៃស្បែកមុខរបស់យើងផងដែរផ្ទុយទៅវិញសម្រាប់អាកាសធាតុត្រជាក់
ជាធម្មតានៅពេលដែលអាកាសធាតុត្រជាក់វានឹងធ្វើឲ្យស្បែកមុខរបស់យើងមានការស្ងួតហើយនៅពេលដែលស្បែកមុខរបស់យើងស្ងួតតបស្នងទៅវិញគឺស្បែកមុខរបស់យើងគឺមានការផលិតប្រេងយ៉ាងច្រើនលើសលប់ក្នុងការមកបំពេញសំណើមនៅលើផ្ទៃមុខរបស់យើងផងដែរហើយកត្តាមួយទៀតដែលសំខាន់គឺអាចជាកត្តាដែលអ្នកទាំងអស់គ្នាមិនបានលាងសម្អាតផ្ទៃមុខរបស់គ្នាបានយ៉ាងត្រឹមត្រូវការលាងមុខក៏ជាកត្តាសំខាន់មួយផងដែរជាធម្មតាយើងអាចលាងសម្អាតមុខពី1ដងទៅ2ដងក្នុងរយៈពេល1ថ្ងៃប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាលាងសម្អាតលើសពី2ដងទៅ3ដងក្នុងមួយថ្ងៃវាអាចបណ្ដាលឲ្យអ្នកទាំងអស់គ្នាមានការស្ងួតមុខដូចគ្នាហើយជាធម្មតានៅពេលដែលអ្នកទាំងអស់គ្នាស្ងួតមុខពេកគឺស្បែកមុខរបស់យើងមានការផលិតប្រេងមកយ៉ាងច្រើនក្នុងការដែលបំពេញសំណើមនៅលើផ្ទៃស្បែកមុខរបស់យើងដូចគ្នាតើក្នុងកំឡុងពេលដែលអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានប្រភេទស្បែកមុខ oily skin តើអ្នកទាំងអស់គ្នាមិនគួរធ្វើអ្វីខ្លះទី1កុំដុសសម្អាតមុខញឹកញាប់ពេកដោយនេះខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងគឺអ្នកទាំងអស់គ្នាគួរតែសម្អាតមុខ2ដងទៅ3ដងក្នុងរយៈពេល1ថ្ងៃតែកាលណាដែលយើងសម្អាត2ដងទៅ3ដងលើសពីនឹងវាធ្វើឲ្យស្បែកមុខរបស់យើងគឺខ្វះសំណើមដែលធ្វើឲ្យស្បែកមុខរបស់យើងមានការផលិតប្រេងដើម្បីផ្ដល់ជាតិសំណើមលើផ្ទៃស្បែកមុខរបស់អ្នកទាំងអស់គ្នាកត្តាទី2គឺជាកត្តាផលិតផលអ្នកទាំងអស់គ្នាមិនគួរប្រើប្រាស់ផលិតផលដែលមានជាតិអាល់កុលខ្ពស់នោះទេព្រោះថាជាតិអាល់កុលអាចធ្វើឲ្យស្បែកមុខរបស់អ្នកទាំងអស់គ្នាមានការស្ងួតផងដែរតែអ្នកទាំងអស់គ្នាគួរតែធ្វើការស្ក្រាប់អ្នកទាំងអស់គ្នាគួរតែស្ក្រាប់ពី1ដងទៅ2ដងក្នុងរយៈពេល1សប្តាហ៍វាអាចជួយទប់ស្កាត់នៅការឡើងជាតិប្រេងនៅលើស្បែកមុខរបស់យើងបានយ៉ាងច្រើនផងដែរមួយវិញទៀតគឺមិនគួរប្រើប្រាស់នៅផលិតផលឬក៏គ្រឿងសម្អាងដែលមានជាតិប្រេងព្រោះថាវាអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានការស្ទះរញើសនិងមានការឡើងមុនផងដែរហើយតើយើងគួរតែធ្វើអ្វីខ្លះក្នុងកំឡុងពេលដែលយើងជាមនុស្សដែលមានប្រភេទស្បែកមុខ oily skin ទី1អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់សាប៊ូដែលត្រូវនឹងស្បែកមុខ oily skin ទី2អ្នកទាំងអស់គ្នាគួរតែ scrub ពី1ដងទៅ2ដងក្នុងរយៈពេល1សប្តាហ៍ទី3គួរតែប្រើប្រាស់ moisturizer ដែលគ្មានជាតិប្រេងហើយទី4ចុងក្រោយគួរតែប្រើប្រាស់ sunscreen ឲ្យបានត្រឹមត្រូវវិធីទាំង4យ៉ាងនេះគឺអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានការអន់ថយឬក៏ទប់ស្កាត់នៅការឡើងជាតិប្រេងបានយ៉ាងច្រើននិងធ្វើឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អផងដែរហើយតើការឡើងជាតិប្រេងហ្នឹងមានសារៈសំខាន់អ្វីអត់សម្រាប់ស្បែកមុខរបស់យើងប៉ុន្តែការមានប្រេងនៅលើផ្ទៃស្បែកមុខរបស់យើងគឺវាសំខាន់សម្រាប់ការផ្ដល់សំណើមឲ្យស្បែកមុខរបស់យើងមានសុខភាពល្អប៉ុន្តែការដែលយើងមានប្រេងមកច្រើនលើសលប់ហួសហេតុពេកវាមិនមែនជារឿងល្អនោះទេសម្រាប់ស្បែកមុខរបស់យើងវាអាចទៅជាមានការស្ទះរញើសនិងការឡើងនៅមុនជាច្រើនផងដែរមកលើផ្ទៃស្បែកមុខរបស់យើងទាំងអស់នេះគឺបានមកពីការស្រាវជ្រាវក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកខ្ញុំដែលធ្លាប់បានកាត់ឡើងផងដែរហើយសង្ឃឹមថាបងប្អូនទាំងអស់ជាពិសេសបងប្អូនយុវនារីគាត់នឹងទទួលបាននូវបទពិសោធន៍និងការអនុវត្តនៅវិធីទាំងអស់ដែលខ្ញុំបាននិយាយខាងលើផងដែរហើយប្រសិនបើនាងខ្ញុំមានការនិយាយអ្វីដែលខុសឆ្គងក៏សូមមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងដែរហើយក៏សូមអរគុណទៅដល់ទូរទស្សនិកជនទាំងអស់សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានកម្មវិធីរបស់នាងខ្ញុំផងដែរគណៈពេលនេះផងដែរនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា